ហើយយើងនឹងប្រាប់គេថាខ្មែរយើងធ្វើបាន ការគ្រប់គ្រងផលិតផលខ្មែរមិនមែនមានន័យថាយើងបដិសេធផលិតផលបរទេសនោះទេហើយក៏មិនមែនជាការអាណិតឬការជួយទិញដោយសារតែជាផលិតផលខ្មែរនោះដែរតែគឺជាការផ្ដល់ឱកាសឲ្យផលិតផលដែលមានគុណភាពបង្ហាញសមត្ថភាពរបស់ខ្លួនព្រោះគុណភាពមិនមានសញ្ជាតិនោះទេផលិតផលណាល្អផលិតផលនោះស័ក្តិសមនឹងទទួលបានការគ្រប់គ្រង ក្នុងពេលបច្ចុប្បន្នខ្ញុំចង់ជម្រាបដល់ពុកម៉ែបងប្អូនជុំរងជាតិថាខ្មែរយើងឥឡូវនេះធ្វើបានច្រើនហើយជាក់ស្ដែងដូចផលិតផល KT ខ្ញុំអញ្ចឹងគឺយើងធូរថ្លៃជាផលិតផលនាំចូលរហូតដល់ជាង 40% រីឯចំណុះវិញគឺលើ 20% ហើយគុណភាពគឺយើងបានចរន្តនៅលើទីផ្សារជាច្រើនឆ្នាំហើយក៏ដូចជាមានការយកទៅធ្វើតេស្តនៅសាកលវិទ្យាល័យ Techno ផងដែរបច្ចុប្បន្នផលិតផលរបស់យើងគឺវាយម៉ាក់ brand របស់យើងផ្ទាល់គឺដាក់ម៉ាក់ KT ហើយរបស់យើងមានដូចជាស៊ីម៉ងកាវបិទការ៉ូបាយអរៀបបោកបាយអបង្ការប្រេះបាយអបង្រៀបផ្ទៃបេតុងស៊ីម៉ងខាត់មុខផ្ទៃបេតុងយើងយល់ឃើញថាផលិតផលហ្នឹងអាចប្រើការបានហើយយើងក៏នៅ Techno ពេលដែលធ្វើតេស្ត Techno ចេញមកបញ្ជាក់ថារបស់យើងជោគជ័យហើយយើងក៏ដំណើរការលក់នៅលើទីផ្សារដែរពីចំពោះចក្ខុវិស័យរបស់យើងគឺដូចការយើងបោះសបកបាយអញ្ចឹងនៅលើសបកបាយហ្នឹងវាមិនត្រឹមតែមានអក្សរជាតិទេវាមានអាស៊ានហើយមានអន្តរជាតិទៀតហើយយើងជឿជាក់បើសិនជាមានការលើកទឹកចិត្តគ្រប់គ្រងពីបងប្អូនប្រជាជនខ្មែរយើងថ្ងៃណាមួយយើងនឹងអាចនាំយកផលិតផលទាំងនេះទៅលើឆាកអន្តរជាតិហើយយើងនឹងប្រាប់គេថាខ្មែរយើងធ្វើបាន យើងជាសហគ្រាសខ្មែរដែលជឿជាក់ថាផលិតផលខ្មែរក៏អាចឈរជើងបានប្រសិនបើយើងទាំងអស់គ្នាផ្ដល់តម្លៃឲ្យហើយឱកាសនេះគឺជាការផ្ដល់តម្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់សហគ្រាសខ្មែរកម្មករខ្មែរនិងសេដ្ឋកិច្ចជាតិទាំងមូល ខ្ញុំសូមអំពាវនាវដល់បងប្អូនចូលរួមជាតិទាំងអស់មិនចំពោះតែផលិតផលខ្ញុំមួយទេឲ្យគាត់ជួយគ្រប់គ្រងផលិតផលខ្មែរក្នុងស្មារតីខ្មែរជួយខ្មែរក៏ដូចជាចូលរួមកាត់បន្ថយកម្លាំងពលការចំណាកស្រុកផងដែរ